វីដេអូនេះឲ្យបងរន្ធត់ហ្មងណា81ប្រទេសកម្ពុជាជាប់លេខ81អន្តរជាតិមានកម្មវិធីមួយដែលមានឈ្មោះថា PISA ជាកម្មវិធីដែលវិតម្លៃការសិក្សារបស់សិស្សទូទាំង81ប្រទេសនៅលើពិភពលោកវៀតណាមគេជាប់លេខ31ចំណែកថៃគេជាប់លេខ58កម្ពុជាយើងជាប់លេខ81យើងវាដល់ថ្នាក់ហ្នឹងបាតតារាងប្រទេសទាំងអស់យើងនៅបាតតារាងតែអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្មាស់គេអត់បងខ្មាស់គេណាតាំងនាមជាអ្នកហ៊ានសូត្រម្នាក់ហើយអ្នកផ្សេងដែលគេជាអ្នកហ៊ានសូត្រនេះទាំងអស់គ្នាពួកយើងសំបីតែហ៊ានទៅស្រុកក្រៅណាមិនមែនហ៊ានយកតែសញ្ញាបត្រទេណាហ៊ានយកលេខ1ទៀតបន្ទុកឲ្យល្អព្រោះហេតុអីយើងប្រកបប្រជែងជាមួយនឹងជនជាតិគេផ្សេងកុំឲ្យគេមើលងាយប្រទេសខ្មែរត្រូវគិតមុខមាត់ប្រទេសខ្មែរទៀតណាចេះមិនបងសម្លេងណាពេលធ្វើ content អត់សូវនិយាយរឿង relationship រឿងស្នេហារឿងអីហេតុអីអត់ចង់ជំរុញឲ្យក្មេងៗមានស្នេហាលឿនពេកបងរៀនដល់ឆ្នាំទី3មិនទាន់ស្គាល់ស្នេហាអីផងអត់ទាន់យកសង្សារម្នាក់ផងនិយាយមែនឆ្នាំទី3មហាវិទ្យាល័យចេះបើមកអត់ជំរុញឲ្យអ្នកទាំងអស់គ្នាពេលក្មេងនឹងគិតទៅរឿងស្នេហាព្រោះហេតុអីវាប៉ះពាល់នឹងការរៀនសូត្រនឹងការផ្ដោតអ្នកទាំងអស់គ្នាប៉ុន្តែបើអ្នកទាំងអស់គ្នាមានព្រោះនោះវាធម្មជាតិបងយល់ក៏គួរបែងចែកពេលវេលាស្នេហានិងការសិក្សាឲ្យដាច់ហើយមិនត្រូវមានស៊ីជម្រៅពេកទេធម្មសាអីបែបមួយថ្ងៃលឺតែ story ប្រុកខិនហាតរហូតហើយចោលធ្វើអីកើតរៀនអីចូលបើគិតតែរឿងស្នេហាអីហ្នឹងហើយបងឃើញមាន content មួយចំនួនទៀតដែលអស់ទាញអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាការរៀនសូត្រហ្នឹងគឺអត់ប្រយោជន៍ទៅធ្វើវីដេអូបានលុយចាយស្រួលជាងរៀនសូត្រខាត់ពេលវេលាបងយល់ថាធ្វើជា influencer ឥឡូវវាមានលុយច្រើនមែនវារកលុយបានមែនអាហ្នឹងបងទទួលស្គាល់ប៉ុន្តែវាមិនគ្រប់គ្នាណាវាមានតែប្រមាណអ្នកហ្នឹងមានតែប្រមាណ percent ហ្នឹង trade ក៏អញ្ចឹងដែរអ្នករកលុយបានមានតែប្រមាណអ្នកទេគេប៉ុណ្ណឹងសិតតែអ្នកចាញ់ណាចឹងប្រើខួរក្បាលគិតផងហើយកុំគិតថាការរៀនសូត្រនឹងអត់ប្រយោជន៍យ៉ាងណាក៏ចប់ថ្នាក់ទី12ដែរចេះអានចេះសរសេរចេះគិតចេះភាសាសំបីតែបងទៅរកស៊ីទៅបងធ្វើការងារផ្សេងៗបងក៏ត្រូវចេះតំណាក់តំណងប្រើភាសាចេះអានចេះអីចេះគិតលេខបូកដកគុណចែកចំណេញខាតចេះ Excel ចេះ Word ចេះតំណាក់តំណងត្រូវថាការធ្វើការ education ចេះ IT ខ្លះដែរអញ្ចឹងធ្វើការងារមិនកើតហើយបើយើងលេងមកលេងអត់ចង់ធ្វើអីមិនចង់ធ្វើ influencer រំឈៀងអីចឹងទៅហើយចុះពេលថ្ងៃក្រោយអាហ្នឹងវាបាត់បង់ទៅវាធ្វើម៉េចយើងមានភាពបាត់បែនទៅធ្វើការងារផ្សេងកើតអត់បើយើងអត់ចេះអីផងភាសាក៏មិនចេះកុំព្យូទ័រក៏មិនចេះសរសេរ email ខ្លះវិញ Google Map អត់ចេះនឹង share ផងឥឡូវធ្វើអីកើតឥឡូវសំបីធ្វើ delivery ក៏ត្រូវចេះ technology ខ្លះដែរចេះមើល system តិចតួចចេះអី Google Map អីដែរអ្នកទាំងអស់គ្នាយល់ទេចឹងអា basic ហ្នឹងអ្នកទាំងអស់គ្នាត្រូវ build យ៉ាងហោចថ្នាក់ទី12បើមានលទ្ធភាពចាប់មហាវិទ្យាល័យបាន Bachelor degree អីចឹងទៅអូពេលហើយវាដល់បាតតារាងយើងគួររំលឹកខ្លួនឯងថាឥឡូវយើងវាអន់ទទួលស្គាល់ថាខ្លួនឯងវាអន់ពេលយើងទទួលស្គាល់ខ្លួនឯងថាអន់ហើយគឺយើងនឹងព្យាយាមពង្រឹងខ្លួនឯងបើយើងគិតថាខ្លួនឯងអត់អន់ផងយើងគិតថាយើងប្រកែហើយបើយើងគិតថាខ្លួនឯងប្រកែបានន័យថាយើងអត់ចង់អភិវឌ្ឍអីទៀតទេព្រមតែប៉ុណ្្នឹងទៅបានហើយត្រូវទេក្តៅក្រហាយហ្មងពេលខ្លះនិយាយមែនណា